ចេះតែមកសួរណែនាំអ៊ំប្រើពីអុយអីប្រើពីវិធីនេះមីងពូចាចាបាទអត់ស្ដាយលុយទេមែនតើបាទខ្ញុំខ្លាចគេបោកណាខ្ញុំនិយាយត្រង់ក្មួយខ្ញុំវាថាមីងឯងថ្លៃណាស់តិចគេបោកខ្ញុំថាខ្ញុំក៏ទេតែតងទៅគ្រូនោះថាឥឡូវគ្រូឯងយកទៅដាក់នៅវត្តជលមលូផ្លូវជាតិលេខ3ផងតម្លាក់លុយឲ្យក្មួយយកមកឲ្យផ្ញើតាមឡានមកហើយគ្រូនឹងថាមិនបាច់ទេអ៊ំបើអ៊ំឯងនៅខេត្តត្បូងព្រៅខ្មុំប្រាប់ទីតាំងខ្ញុំមកខ្ញុំវេដាក់អីវ៉ាន់ដល់ដៃចាំអ៊ំឯងវេលុយឲ្យបាទចាវាមានអាដង្ហើមកក់ក្ដៅទៅនឹងទៀតមែនតើខ្ញុំថាខ្លាចគេបោកមែនតើខ្ញុំខ្លាចគេបោកបាទច្រើនណាស់គ្រូលុយហ្នឹងអត់បោកសោះបានខវិញញឹកញាប់ទៀតហ្នឹងមានក្មួយខ្ញុំមកវាថាអើយមីងហើយជាងស្អីឲ្យទៅជាមួយកូននោះបាន2នាក់ហ្នឹងទៅយកថ្នាំមក